បើយើងអត់ស្រួលខ្លួនទៅពេទ្យឈឺខ្លាំងពេទ្យក៏ឆែកច្រើនដែរពេលដែលយើងទៅស្នើសុំឥណទានគេតែឆែកនៅរបាយការណ៍ឥណទានរបស់យើងនៅ CBC ហ្នឹងឯងដោយសារប្រវត្តិរបស់អូនមានស្រាប់ហើយអូនបងអត់ដែរយូរទេបើសិនជាអាចកុំយឺតតែម្ដងសូម្បីតែមួយថ្ងៃជំរាបសួរនាងខ្ញុំឈ្មោះធាវីហើយថ្ងៃនេះខ្ញុំគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដែលយើងនឹងលើកនៅប្រធានបទមួយយកមកពិភាក្សាគ្នាដែលប្រធានបទថ្ងៃនេះគឺយើងនឹងពិភាក្សាអំពី CBC ដែលពេលដែលយើងទៅស្នើសុំឥណទាននៅតាមស្ថាប័នហិរញ្ញវត្ថុមួយគឺគេតែឆែកនៅរបាយការណ៍ឥណទានរបស់យើងនៅ CBC ហ្នឹងឯងអញ្ចឹងដើម្បីឲ្យដឹងច្បាស់ថា CBC ហ្នឹងគឺជាស្ថាប័នបែបណាគឺយើងនឹងភាសាជាមួយនឹងវាគ្មិនពិសេសរបស់យើងនៅក្នុងថ្ងៃនេះដែលយើងបានអញ្ជើញគាត់មកពីផ្នែកសិក្សានិងអនុម័តឥណទាននៃធនាគារឯកទេស KB Thaihan ចាអញ្ចឹងសូមជំរាបសួរបងជាដំបូងបងសូមបងជួយណែនាំខ្លួនឯងបន្តិចបងចាអូនអរគុណច្រើនចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះវិជ្ជការមកពីផ្នែកសិក្សានិងអនុម័តឥណទាននៃធនាគារឯកទេស KB Thaihan ចាអរគុណច្រើនចាបងអញ្ចឹងប្រធានបទដែលយើងនឹងពិភាក្សាគ្នាក្នុងថ្ងៃនេះគឺតកតងជាមួយនឹង CBC អញ្ចឹងតើ CBC ហ្នឹងជាស្ថាប័នបែបណាហើយអ្វីទៅដែលយើងតែងតែហៅថាអូ CBC អញ្ចឹងណាបងចាអរគុណច្រើនអូនសម្រាប់សំណួរចាបើយើងនិយាយទៅ CBC គឺជាពាក្យកាត់ដែលមកពីពាក្យពេញហ្នឹងគឺ Credit Bureau Cambodia ដែលយើងហៅជាភាសាខ្មែរថាគឺជាការិយាល័យឥណទានកម្ពុជាចាCBC គឺជាកន្លែងមួយដែលផ្ទុកនៅព័ត៌មានរបស់អ្នកខ្ចីហើយនឹងប្រវត្តិឥណទានរបស់ពួកគាត់ចាហើយការិយាល័យឥណទាននេះគឺជាកន្លែងតែមួយគត់ដែលគ្រឹះស្ថានហិរញ្ញវត្ថុនិងស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលគាត់អាចទៅឆែកព័ត៌មានរបស់អតិថិជនរបស់គាត់បាននៅទីនោះតកតងជាមួយនឹងរបាយការណ៍ផ្សេងតកតងជាមួយនឹងឥណទានឬក៏កម្ចីរបស់អ្នកខ្ចីរបស់គាត់ចាបងអញ្ចឹងបើសិនជាពេលដែលឆែកទៅឃើញថាប្រវត្តិឥណទានរបស់គាត់នឹងអត់ល្អមានន័យថាគាត់នឹងអាចត្រូវគេបដិសេធអត់ចេញកម្ចីឲ្យឬក៏យ៉ាងម៉េចដែរបងចាអូនហ្នឹងហើយអញ្ចឹងបើសិនជាពេលដែលគាត់ចង់ស្នើឥណទាននៅស្ថាប័នណាមួយអញ្ចឹងស្ថាប័ននោះប្រកាសជាតម្រូវត្រូវឆែកព័ត៌មានឥណទានគាត់សិនដែលយើងនិយាយសាមញ្ញថាឆែក CBC គាត់ណាបើសិនជាបន្ទាប់ពីឆែកទៅឃើញថាព័ត៌មានឥណទានរបស់គាត់ហ្នឹងអត់ល្អទេតែយើងអាចផ្ដល់ឥណទានជូនគាត់បានឬក៏អត់ចាអញ្ចឹងមិនមែនថាឆែកទៅយើងបដិសេធគាត់តែម្ដងទេយើងគាត់អាចមានឱកាសទី1យើងត្រូវឆែកទៅមើលថាតើការបង់ជឿចៅរបស់គាត់ហ្នឹងតើគាត់ជឿចៅប៉ុន្មានថ្ងៃចាមួយថ្ងៃទេ2ថ្ងៃឬក៏យ៉ាងណាដែរចាអញ្ចឹងនៅតាមស្ថាប័នមួយគឺគាត់មានគោលការណ៍របស់គាត់ចាយឺតប្រហែលថ្ងៃដែលគាត់អាចអនុគ្រោះបានហើយនឹងយឺតរយៈពេលប៉ុណ្ណាដែលគាត់បដិសេធតែម្ដងចាដូចថាបើសិនជាគាត់យឺតយ៉ាវខ្លាំងពេករហូតទៅដល់រាប់អាទិត្យរាប់ខែឬក៏រាប់ឆ្នាំអីអញ្ចឹងស្ថាប័នហិរញ្ញវត្ថុនោះគឺគេអាចបដិសេធសំណើរបស់គាត់តែម្ដងបានចាបងអញ្ចឹងបើសិនជាខ្ញុំចង់ដាក់ស្នើសុំឥណទានអញ្ចឹងគឺត្រូវតែរក្សាប្រវត្តិឥណទានឲ្យបានល្អហើយត្រូវឲ្យបងចាត្រូវអូនអញ្ចឹងដើម្បីរក្សាប្រវត្តិឥណទានឲ្យបានល្អហ្នឹងបងអញ្ចឹងតើបងមានកលឹះអីដើម្បីណែនាំឲ្យខ្ញុំអាចរក្សានៅប្រវត្តិឥណទានរបស់ខ្ញុំបានល្អបងចាអូនអរគុណដល់សំណួរដ៏ល្អនឹងមួយទៀតអញ្ចឹងការថែរក្សាឥណទានឲ្យបានល្អហ្នឹងគឺសំខាន់មែនតើសម្រាប់យើងបើសិនជាចង់ស្នើឥណទានទៅស្ថាប័នណាមួយអញ្ចឹងដើម្បីថែរក្សានៅប្រវត្តិឥណទានរបស់យើងឲ្យបានល្អចំណុចទី1គឺការបង់សំត្រឡប់ឲ្យបានទៀងទាត់បើសិនជាអាចកុំយឺតតែម្ដងសូម្បីតែមួយថ្ងៃដល់ថ្ងៃបង់ប្រាក់យើងអាចបង់ភ្លាមតែម្ដងចាបងហើយមួយទៀតតកតងទៅនឹងការសិក្សាទៅលើលទ្ធភាពសងរបស់យើងដែរយើងកុំស្នើកម្ចីច្រើនពេកចាដូចថាយើងកំពុងតែស្នើកម្ចីឬក៏ជំពាក់កម្ចីនៅក្នុងស្ថាប័នមួយនឹងហើយ
ស្រាប់តែយើងទៅស្នើកម្ចីនៅស្ថាប័នមួយផ្សេងទៀតតែយើងអត់បានសិក្សាពីលទ្ធភាពសងរបស់យើងទេស្រាប់តែយើងស្នើទៅយើងខ្វះលទ្ធភាពសងនោះក៏ជាផ្នែកមួយប៉ះពាល់ទៅដល់ព័ត៌មាន CBC របស់យើងដែរចាអាចបង់យឺតអញ្ចឹង CBC គាត់ប្រកាសជាកត់ត្រាព័ត៌មានយឺតរបស់យើងចូលទៅក្នុងរបាយការណ៍តែម្ដងអូចាបងអញ្ចឹងមានន័យថាបើសិនជាយើងមានប្រវត្តិអត់ល្អហើយអញ្ចឹងគឺយើងពិបាកក្នុងការស្នើសុំកម្ចីថ្មីហើយមួយទៀតគឺយើងដើម្បីថែរក្សាប្រវត្តិអន្តរជាតិរបស់យើងឲ្យល្អហ្នឹងគឺយើងត្រូវបង់កម្ចីយើងសងត្រឡប់ឲ្យបានទៀងទាត់ចាបងអរគុណច្រើនបងអញ្ចឹងចំពោះយោបល់របស់បងវិញសម្រាប់អ្នកដែលគាត់កំពុងតែត្រៀមខ្លួនថាគាត់ចង់ខ្ចីកម្ចីថ្មីឬក៏ថាគាត់ថ្មីដែរសម្រាប់ការស្នើសុំកម្ចីអីចឹងណាបងអញ្ចឹងតើបងមានជាអ្វីដើម្បីចែករំលែកទៅគាត់បន្ថែមអត់បងចាអូនហ្នឹងហើយអញ្ចឹងបើសម្រាប់យើងបើសិនជាមានបំណងចង់ដាក់ស្នើពាក្យស្នើកម្ចីទៅស្ថាប័នអន្តរជាតិណាមួយហើយដូចសំណួរពីដើមដែលអូនបានសួរមកអញ្ចឹងទី1គឺរក្សាទម្លាប់នៃការបង់សងទៅខាងធនាគារឲ្យបានទៀងទាត់ពេលវេលាចាហើយនឹងសិក្សាទៅលើលទ្ធភាពសងដែលយើងមានប្រចាំខែថាมันប៉ះពាល់ទៅដល់ជីវភាពប្រចាំថ្ងៃរបស់យើងបងអញ្ចឹងខ្ញុំចង់សួរសំណួរមួយតាក់ទងជាមួយនឹងប្រវត្តិ CBC ហ្នឹងថាបើសិនជាយើងរក្សាប្រវត្តិ CBC បានល្អតាមមានអត្ថប្រយោជន៍អីខ្លះដែរបងអូចាអូននិយាយទៅបើសិនជាអូនជាយើងហៅថាជាបើនិយាយពីស្ថាប័នធនាគារយើងគឺជាអតិថិជនល្អចាឲ្យតែប្រវត្តិ CBC យើងល្អយើងប្រកាសជាអតិថិជនល្អហើយមានន័យថា credit history របស់យើងប្រវត្តិអន្តរជាតិរបស់យើងគឺអត់ដែលមានការយឺតយ៉ាវទេអញ្ចឹងនៅពេលដែលអូនចង់ស្នើកម្ចីមួយស្ថាប័នណាមួយគឺការសិក្សាកម្ចីរបស់អូនគឺអាចបានលឿនឆាប់រហ័សចាហើយមួយទៀតអូនអាចស្នើទំហំកម្ចីហ្នឹងបានធំជាងមុនទៀតចាដោយសារប្រវត្តិរបស់អូនមានស្រាប់ហើយអូនបងអត់ដែលយូរទេចាអញ្ចឹងខាងធនាគារគាត់ប្រកាសជាអាច consider ថាអាចតម្លើងទំហំអន្តរជាតិជូនអូនបានហើយនៅស្ថាប័នខ្លះគឺគាត់អាចលើកទឹកចិត្តដល់អតិថិជនល្អរបស់គាត់ដោយមានការបញ្ចុះអត្រាការប្រាក់ទៀតអូចាល្អមែនតើមានអត្ថប្រយោជន៍ច្រើនបងចាបងអញ្ចឹងបើផ្ទុយពីនឹងវិញឧទាហរណ៍ថា CBC ខ្ញុំខូចវិញខ្ញុំអាចស្នើសុំបានអត់ឬក៏ដាក់ទៅគេបដិសេធអត់ឲ្យបងអូចាអូនអញ្ចឹងសម្រាប់អតិថិជនឬក៏អ្នកខ្ចីដែលគាត់គេហៅសាមញ្ញណាខូច CBC អ្នកខ្លះក៏សួរបងខ្ញុំខូច CBC អញ្ចឹងខ្ញុំអាចកម្ចីធនាគារបានអត់គាត់អាចមានឱកាសដាក់ពាក្យស្នើអនុទានបានប៉ុន្តែធនាគារនឹងសិក្សាយ៉ាងតឹងរ៉ឹងហ្មងទៅលើកម្ចីរបស់គាត់ដោយសារប្រវត្តិអនុទានរបស់គាត់គឺយឺតយ៉ាវបាត់ហើយអញ្ចឹងមានន័យថាសុខភាពហិរញ្ញវត្ថុរបស់គាត់គឺអត់សូវល្អទេអញ្ចឹងត្រូវឆែកសុខភាពគាត់ខ្លាំងមែនតើបើយើងអត់ស្រួលខ្លួនទៅពេទ្យឈឺខ្លាំងពេទ្យក៏ឆែកច្រើនដែរចាអញ្ចឹងដូចគ្នាអញ្ចឹងឆែកមើលទៅថាទម្លាប់នៃការបង់របស់គាត់ហ្នឹងល្អកម្រិតណាឬក៏គាត់បង់យឺតកម្រិតណាចាអាចយឺតតិចតួចស្ថាប័នខ្លះគាត់អាចលើកលែងបានតែបើសិនជាគាត់យឺតខ្លាំងដូចបងជំរាបពីខាងលើអញ្ចឹងមានដល់រាប់អាទិត្យរាប់ខែឬក៏រាប់ឆ្នាំអញ្ចឹងខាងស្ថាប័នគឺអត់អាចសិក្សាអនុទានជូនគាត់បានទេចាអូនចាបងអញ្ចឹងជាចុងក្រោយបងមានអីចង់ផ្ដែផ្ដាំទៅអ្នកទស្សនាយើងទាំងអស់គ្នាក៏ដូចជាមានការមានជាយោបល់អីឲ្យដល់ខ្ញុំបន្ថែមទេបងចាអរគុណច្រើនអូនអញ្ចឹងជាចុងក្រោយតាក់ទងជាមួយនឹង topic របស់យើងដែរអញ្ចឹងតាក់ទងជាមួយនឹងប្រវត្តិអន្តរជាតិឬក៏ប្រវត្តិនៅក្នុង CBC របស់យើងហ្នឹងដើម្បីរក្សាប្រវត្តិអន្តរជាតិរបស់យើងឲ្យបានល្អអញ្ចឹងដោយបានរៀបរាប់ខាងលើអញ្ចឹងបងប្អូនគ្រាន់តែព្យាយាមបងសំត្រឡប់ទៅខាងធនាគារឲ្យទាន់ពេលវេលាយើងឆ្លៀតសិក្សាទៅលើលទ្ធភាពសងរបស់យើងធៀបទៅនឹងកម្ចីឬក៏បំណុលដែលយើងមានស្រាប់ប៉ុន្តែនេះគឺយើងអាចគ្រប់គ្រងព័ត៌មាន CBC ឬក៏យើងអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់យើងបានហើយអញ្ចឹងនៅពេលដែលប្រវត្តិអន្តរជាតិរបស់យើងល្អហើយអញ្ចឹងដូចជារឿងល្អដែលខ្ញុំបានរៀបរាប់នៅខាងលើអញ្ចឹងគឺងាយស្រួលនៅក្នុងការស្នើអន្តរជាតិបន្ថែមហើយមានការលើកទឹកចិត្តផ្សេងចាអ
ចឹងសម្រាប់ខ្ញុំគឺមានច្បល់ប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនចា អូចាបងចាអញ្ចឹងចាំខ្ញុំព្យាយាមថែរក្សាប្រវត្តិបងខ្លួនឯងឲ្យបានល្អក៏ដូចជាសិក្សាមើលថាខ្ញុំមានសមត្ថភាពបងអត់អញ្ចឹងបងអរគុណច្រើនមែនតើបងសម្រាប់ការចែករំលែកហើយខ្ញុំសង្ឃឹមថាអ្នកទស្សនាយើងទាំងអស់គ្នានឹងបានយល់អំពី CBC កាន់តែច្បាស់ជាងមុនតាមរយៈអ្វីដែលបងបានចែករំលែកនៅក្នុងថ្ងៃនេះហើយនឹងថែរក្សានៅប្រវត្តិអនុទានរបស់ខ្លួនឯងបានកាន់តែល្អជាងមុនផងដែរចាសូមអរគុណបងអញ្ចឹងជាចុងក្រោយដែរនាងខ្ញុំក៏សូមសរុបឡើងវិញតាក់ទងជាមួយនឹង CBC របស់យើងនេះគឺថារបាយការណ៍អនុទាន CBC របស់យើងគឺមានសារៈសំខាន់មែនទែនដែលតាមរយៈអ្វីដែលបងបានចែករំលែកមុននេះគឺថាយើងត្រូវថែរក្សាប្រវត្តិអនុទានរបស់យើងឲ្យបានល្អដើម្បីយើងអាចស្នើសុំកម្ចីទៅគឺបានងាយស្រួលជាងមុនក៏ដូចជាបានទទួលបានទំហំអនុទានធំជាងមុនហើយបងក៏បានណែនាំផងដែរមិញថាពេលដែលយើងមានប្រវត្តិអនុទានល្អគឺអាចមាន promotion ល្អៗសម្រាប់អតិថិជនដែលល្អដូចជាយើងផងដែរអញ្ចឹងសូមអ្នកទាំងអស់គ្នាថែរក្សាប្រវត្តិអនុទានរបស់ខ្លួនឯងឲ្យបានល្អទាំងអស់គ្នាចា៎សូមអរគុណធនាគារឯកទេស KB ដេហានមាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក